គ្រាន់តែចង់ផឹកទឹកដោះមួយមាត់ម្ដាយខ្ញុំក៏បានទះខ្ញុំមួយកំភ្លៀងខ្ញុំកើតមកមានពិការភាពគ្មានសិទ្ធិផឹកទឹកដោះឡើយឲ្យតែខ្ញុំខិតជិតបន្តិចម្ដាយខ្ញុំនឹងចេញធ្មេញព្រួយព្រោះប្រមានខ្ញុំប៉ុន្តែខ្ញុំអត់ទឹកដោះជាច្រើនថ្ងៃហើយមើលទៅបងប្អូនកំពុងបិទជញ្ជក់ទឹកដោះយ៉ាងឆ្ងាញ់ការឃ្លានដូចជាស្មៅដែលដុះលឿនបង្ខំឲ្យខ្ញុំប្រមូលកម្លាំងចិត្តព្យាយាមម្ដងទៀតប៉ុន្តែគ្រាន់តែខិតជិតម៉ាក់ក៏ក្រោកឈរឡើងបដិសេធភ្លាមខ្ញុំងឿងឆ្ងល់មិនយល់ថាខ្លួនធ្វើអ្វីខុសរហូតដល់ម៉ាក់បង្កើតស្អប់ខ្ញុំបែបនេះហើយថែមទាំងបោះបង់ខ្ញុំជាច្រើនដងខ្ញុំកើតក្នុងគ្រួសារតដ៏ធំមួយឈ្មោះថាអេនស៊ឹបក្រៅពីខ្ញុំក៏មានកូនតោ5ក្បាលទៀតកើតមកក្នុងពេលតែមួយបងប្អូនបានបង្កើតជាសាលាមត្តេយ្យឲ្យតូចមួយស្ទើរតែរៀងរាល់ពេលពួកគេនៅជាមួយគ្នានិងលេងសើចមានតែខ្ញុំដែលអង្គុយស្ងៀមម្នាក់ឯងដូចជាអ្នកក្រៅពួកគេហៅខ្ញុំថាជាសត្វមិនចូលចំណោមប្រៀបធៀបនឹងបងប្អូនអាពាក់កណ្ដាលរាងកាយខ្ញុំតូចជាងគេបំផុតប្រហែលជាតាំងពីក្នុងពោះម៉ាក់ខ្ញុំប្រជែងមិនឈ្នះបងប្អូនឯទៀតឡើយដោយសារខ្វះជាតិពីកំណើតការលូតលាស់របស់ខ្ញុំយឺតយ៉ាវខ្លាំងពីការភាពរាងកាយធ្វើឲ្យខ្ញុំកាន់តែភ័យខ្លាចនិងអន់ចិត្តរៀងរាល់ពេលផឹកទឹកដោះបងប្អូនដណ្ដើមគ្នាយ៉ាងខ្លាំងឯខ្ញុំបានត្រឹមតែឈរមើលពួកគេបិទជញ្ជក់លុះដល់វេនខ្ញុំម៉ាក់ក៏អស់អត់ធ្មត់ក្នុងការឲ្យបឺតដោះបាត់ទៅហើយខ្ញុំសំបីតែបឺតទឹកដោះក្តៅវណ្ហមួយមាត់ក៏មិនបានផងក្នុងវត្តដ៏អាក្រក់នេះខ្ញុំកាន់តែស្គមស្កាំងទៅដោយសារភាពត្រជាក់ត្រជុំរបស់ម៉ាក់បងប្អូនក៏ចាប់ផ្ដើមឃ្លាតឆ្ងាយពីខ្ញុំមើលងាយខ្ញុំខ្លាចជាមនុស្សចម្លែកក្នុងគ្រួសារគ្មានមិត្តភក្តិណាចង់លេងជាមួយខ្ញុំទេមើលពួកវាលេងសើចនៅលើវាលស្មៅខ្ញុំក្រាបនៅឆ្ងាយភ្នែកពេញដោយភាពច្រណែនខ្ញុំដឹងថាកូនតោត្រូវដេញតាមនិងប្រយុទ្ធគ្នាដើម្បីបង្កើតមិត្តភាពដែលសំខាន់ខ្លាំងសម្រាប់ការបង្កើតសម្ព័ន្ធភាពពេលធំឡើងប៉ុន្តែភាពអន់ចិត្តក្នុងឆ្អឹងរបស់ខ្ញុំធ្វើឲ្យខ្ញុំមិនអាចចូលរួមក្នុងក្រុមតូចដែលអ៊ូអរនោះបានឡើយភាពទន់ខ្សោយនៃរាងកាយមិនត្រឹមតែមិនទទួលបានការអាណិតអាសូរទេផ្ទុយទៅវិញតែងតែត្រូវបងប្អូនធ្វើបាបប្រឈមមុខនឹងការជិះជាន់របស់មិត្តភក្តិខ្ញុំបានត្រឹមតែថយក្រោយនិងគេចវិសដើម្បីការពារខ្លួនប៉ុន្តែជួនកាលការគេចវិសនិងការថយក្រោយមានន័យថាបាត់បង់ឱកាសក្នុងការអភិវឌ្ឍមុនគេឬសូម្បីតែឱកាសរស់រានមានជីវិតម៉ាក់មើលឃើញអ្វីទាំងអស់ប៉ុន្តែមិនបានចូលរួមអន្តរាគមន៍ឬជួយឡើយក្រោយមកទើបខ្ញុំយល់ថាដើម្បីលើកកម្ពស់កម្លាំងសរុបរបស់ហ្វូងតោម៉ាក់នឹងផ្ដល់អាទិភាពដល់កូនដែលមាំមួនឯកូនដែលទន់ខ្សោយពីកំណើតដូចជាខ្ញុំនឹងត្រូវបោះបង់ចោលដោយគ្មានក្តីមេត្តាទោះជាវាសាហាវនិងផ្ទុយពីការយល់ឃើញរបស់មនុស្សចំពោះមាតាក៏ដោយប៉ុន្តែនេះជាច្បាប់នៃវាលស្មៅអ្នកខ្លាំងទើបអាចរស់កាលនោះខ្ញុំនៅក្មេងពេកមិនដឹងថាខ្លួនឯងចាប់កំណើតមកគឺទទួលបានស្គ្រីបកម្រិតលំបាកដូចនរកនោះទេ3ថ្ងៃក្រោយមកនៅពេលថ្ងៃរៀបលិចខ្ញុំស្រាប់តែភ្ញាក់ពីដំណេកប៉ុន្តែបានរកឃើញថាសភាពជុំវិញស្ងប់ស្ងាត់ខុសធម្មតាម៉ាក់បងប្អូននិងសាច់ញាតិទាំងអស់បានបាត់ខ្លួនអស់ហើយនៅសល់តែសត្វវក Giraffe មួយហ្វូងនៅមិនឆ្ងាយសម្លឹងមើលខ្ញុំដោយចង់ដឹងត្រូវហើយកូនតោដ៏ទន់ខ្សោយបំផុតមួយក្បាលនេះត្រូវម៉ាក់និងហ្វូងតោបោះបង់ចោលហើយប៉ុន្តែកូនតោដែលមិនដឹងអីដូចជាខ្ញុំមិនទាន់ដឹងពីការពិតដ៏សាហាវនេះទេខ្ញុំនៅតែរង់ចាំគ្រួសារត្រឡប់មកវិញដោយក្តីសង្ឃឹមគួរឲ្យស្ដាយក្តីសង្ឃឹមនៅតែជាក្តីសង្ឃឹមរហូតដល់ថ្ងៃលិចខ្ញុំក៏មិនបានឃើញស្រមោលសាច់ញាតិណាម្នាក់ដែរក្នុងវ័យដែលមិនទាន់ផ្ដាច់ដោះនៅឡើយការនៅម្នាក់ឯងស្មើនឹងត្រូវគេផ្តន្ទាទោសប្រហារជីវិតគ្មានអំណាចគំរាមកំហែងពីតោពេញវ័យទឹកដីនេះក៏លែងមានសុវត្ថិភាពដែរឆ្កែព្រៃមួយហ្វូងដ៏គួរឲ្យខ្លាចបានលេចឡើងបន្តរងចាំទៀតគឺមានតែផ្លូវស្លាប់សភាវកិច្ចបានរញ៉េញ៉ៃឲ្យខ្ញុំរត់គេចចេញពីកន្លែងដ៏គ្រោះថ្នាក់នេះនៅពេលយប់ងឹតធ្លាក់ចុះវាលស្មៅដ៏ងឹតហាក់ដូចជាកាន់តែគួរឲ្យខ្លាចនិងត្រជាក់ភាពងឹតតែងតែលាក់បាំងនៅចេតនាសម្រាប់កាន់តែច្រើនសត្វស៊ីសាច់ដ៏គួរឲ្យខ្លាចមួយចំនួនបានចេញមកក្រៅរកចំណី
កូនដែលមានផ្ទះបានសម្រាកក្នុងរង្វង់ដៃម៉ាក់ទៅហើយឯខ្ញុំនៅតែលំបាកវេទនាម្នាក់ឯងខ្ញុំស្វែងរកក្លិនដង្ហើមដ៏ខ្សោយដែលគ្រួសារបន្សល់ទុកដើរដោយលំបាកទៅមុខមាត់បញ្ចេញសំឡេងហៅដ៏កំសត់ជាញឹកញាប់សង្ឃឹមថានឹងទទួលបានការឆ្លើយតបដ៏ស្រទន់ពីម៉ាក់ប៉ុន្តែខ្ញុំភ្លេចថានៅក្នុងអធ្រាត្រដ៏ងឹតសំឡេងហៅដ៏ល្ងង់ខ្លៅអាចនឹងទាក់ទាញគ្រោះថ្នាក់ដល់ជីវិតស្រាប់តែខ្ញុំឈប់ជើងរូបរាងដ៏ធំសម្បើមមួយបានបាំងពីមុខខ្ញុំនោះគឺជាសត្វតោសមុទ្រពេញវ័យមួយក្បាលវាធំធេងណាស់ពេលនេះវាគ្រាន់តែជន់ស្រាលមួយជើងក៏អាចកិនខ្ញុំឲ្យសំប៉ែតបានដែរសំណាងល្អពេលនេះវាមានអារម្មណ៍ល្អមិនមានបំណងធ្វើបាបខ្ញុំឡើយបន្ទាប់ពីប្រកាសថាវាក្មេងគ្មានចិត្តនាអាក្រក់ខ្ញុំទើបដកដង្ហើមធំប៉ុន្តែគ្រោះថ្នាក់ពិតប្រាកដទើបតែចាប់ផ្ដើមប៉ុណ្ណោះខ្លាខិនមួយក្បាលកំពុងលូនចូលមកយ៉ាងស្ងៀមស្ងាត់ពីខាងក្រោយដោយសារទឹកដីជន់គ្នាខ្លាំងតោនិងខ្លាខិនគឺជាស្ត្រូវប៊ីហ្វូពីកំណើតការសម្លាប់កូនតោរបស់ភីគីមខាងទៀតគឺជាកិច្ចការដែលពួកគេសប្បាយចិត្តធ្វើបំផុតខ្លាខិនខិតចិត្តខ្ញុំបន្តិចម្ដងខ្ញុំក៏មើលឃើញរូបរាងវាយ៉ាងច្បាស់ភាពភ័យខ្លាចដែលមិនធ្លាប់មានបានរាលដាលពេញរាងកាយភ្លាមរាងកាយញ័ររន្ធត់មិនអាចគ្រប់គ្រងបានក្រោយមកទើបខ្ញុំដឹងថាកូនតោស្ថិតក្នុងភាពភ័យខ្លាចខ្លាំងរាងកាយនឹងបិទមុខងារដោយស្វ័យប្រវត្តិសូម្បីតែបាត់បង់វិញ្ញាណនេះហៅថាសកម្មភាពសន្លប់ខ្លាខិនបានឈប់នៅចម្ងាយតិចជាង20ម៉ែត្រពីខ្ញុំនេះជាចម្ងាយប្រមាញ់ដ៏ល្អបំផុតរបស់វាប្រហែលជាមិនប្រកាសថាមានតោមេនៅជិតនោះឬអត់វាមិនបានស្ទុះមកភ្លាមទេគ្រាន់តែប្រើភ្នែកដ៏ត្រជាក់សម្លឹងមើលខ្ញុំយ៉ាងមុតមមរហូតដល់ឆ្មាព្រៃមួយក្បាលឆ្លងកាត់ពីមុខវាក៏វាមិនខ្វល់ដែរច្បាស់ណាស់វាបានសម្រេចចិត្តថាត្រូវតែសម្លាប់សត្រូវនាពេលអនាគតដូចជាខ្ញុំនៅក្នុងអង្រឹងឲ្យបាននៅពេលដែលខ្ញុំគិតថាខ្លួនឯងច្បាស់ជាស្លាប់លើកនេះសំឡេងដ៏ស្គាល់មួយបានធ្លាក់ចុះដូចជាទាហានស៊ូក៏ស្រែកសួរទៅកាន់ខ្លាខិនថាឯងធ្វើស្អីហ្នឹងពេលនេះខ្លាខិនឆ្ងល់ពេញក្បាលច្បាស់ជានឹកស្មានមិនដល់ថានឹងមានរឿងបែបនេះកើតឡើងឡើយប្រឈមមុខនឹងសត្វដ៏ធំទម្ងន់ 5,000 ផោននេះខ្លាខិនបានត្រឹមតែចាក់ចេញទាំងអាក់អន់ចិត្តវាមិនចង់ត្រូវគេជន់ធ្វើជានំឆ្មាឡើយក្រោយមកទើបខ្ញុំយល់ថាសត្វតោសមុទ្រមិនមែនចិត្តណាមកជួយខ្ញុំទេគ្រាន់តែវាស្អប់សត្វស៊ីសាច់ពេញវ័យប៉ុណ្ណោះប៉ុន្តែសម្រាប់ខ្ញុំនេះគឺជាគុណបំណាច់ជួយជីវិតនេះក៏ជាលើកទី1ហើយចាប់តាំងពីកើតមកដែលខ្ញុំមានអារម្មណ៍ថាមានចិត្តល្អពីពិភពលោកភាពកក់ក្ដៅដែលមកភ្លាមនេះបានផ្ដល់កម្លាំងចិត្តឲ្យខ្ញុំបន្តទៅមុខមុនពេលចាក់ចេញខ្ញុំបានស្រែកអរគុណទៅកាន់ទីដៅសត្វតោសមុទ្រជាច្រើនដងដើម្បីសម្ដែងការអរគុណដល់អ្នកសង្គ្រោះជីវិតរូបនេះខ្ញុំអូសរាងកាយដ៏ល្វើយបន្តដើរទៅមុខដោយរវើវាយមិនដឹងថាកន្លងផុតទៅយូរប៉ុណ្ណាទេខាងមុខស្រាប់តែសំឡេងវឹកវរគឺតោឈ្មោលពេញវ័យក្មេងមួយចំនួនកំពុងដេញប្រមាញ់ហ្វូងឆ្លុះតោពាក់កណ្ដាលធំទាំងនេះមិនទាន់ជាព្រានប្រមាញ់ពិតប្រាកដទេដូច្នេះការបាត់បង់រងគ្រោះគឺជាឆាយធម្មតាប៉ុន្តែខ្ញុំបានឮសំឡេងរបស់ពួកគេនោះគឺជាបងប្អូនជីដូនមួយរបស់ខ្ញុំក្នុងហ្វូងក្នុងចិត្តខ្ញុំស្រាប់តែមានក្តីសង្ឃឹមឡើងវិញខ្ញុំប្រឹងប្រែងរត់តូចឆ្ពោះទៅកាន់ទីដៅសំឡេងនោះប៉ុន្តែព្រំលិខិតបែរជាលេងសើចយ៉ាងសាហាវជាមួយខ្ញុំខិតខំរត់ទៅដល់មុខបងប្រុសជីដូនមួយម្នាក់មិនទាន់ទាំងបានដកដង្ហើមស្រួលបួលផងក្រញ៉ាំជើងដ៏ធ្ងន់មួយបានទះខ្ញុំយ៉ាងខ្លាំងទៅលើដីអ្វីដែលទទួលរងចាំខ្ញុំមិនមែនជាការអបក្រសោបពីសាច់ញាតិទេគឺជាការធ្វើបាបយ៉ាងឃោរឃៅគ្រប់ជំហានដែលខ្ញុំដើរសុទ្ធតែត្រូវរងចាំការជិះជាន់ពីបងប្រុសជីដូនមួយភាពបរាជ័យក្នុងការប្រមាញ់របស់ពួកគេគ្មានកន្លែងបញ្ចេញឯខ្ញុំដែលត្រូវហ្វូងបោះបង់ចោលក៏ក្លាយជាស៊ីបសម្រាប់ពួកគេបញ្ចេញកំហឹងយូសំឡេងស្រែកធ្ងោដោយការឈឺចាប់របស់ខ្ញុំអ្នកធ្វើបាបមិនបានឈប់ឡើយផ្ទុយទៅវិញកាន់តែធ្វើបាបខ្លាំងឡើងតោឈ្មោលពេញវ័យក្មេងដទៃទៀតក៏បានចូលរួមក្នុងល្បែងនេះដែរពួកគេផ្លាស់វេនគ្នាប្រើក្រញាំជើងលេងសើចនឹងខ្ញុំសម្រាប់ហ្វូងតោដែលកំពុងស្ថិតក្នុងវ័យកានកម្ដៅនេះខ្ញុំដែលជាប្អូនប្រុសតូចទន់ខ្សោយគ្រាន់តែជាប្រដាប់កម្សាន្តរបស់ពួកគេប៉ុណ្ណោះកម្លាំងកាយខ្ញុំបានដល់ដែនកំណត់ហើយការឃ្លានជាយូរធ្វើឲ្យខ្ញុំគ្មានកម្លាំងសូម្បីតែស៊ូមូលដ្ឋានភ្នែកចាប់ផ្ដើមស្រពោនភាពឃ្លាននិងការឈឺចាប់ធ្វើឲ្យស្មារតីខ្ញុំវង្វេងវង្វាន់ ខ្លាខិនបានឈប់ឈរនៅទីដៅសំឡេងហើយខ្ញុំបានឃើញវាបានដើរទៅមុខដោយរវើរវាយមិនដឹងថាកន្លងផុតទៅយូរប៉ុណ្ណាទេក្រោយមកទើបខ្ញុំដឹងថាខ្លួនឯង
ក្នុងភាពស្រពេចស្រពើខ្ញុំច្រឡំមើលឃើញតោឈ្មោះមួយក្បាលជាម៉ាក់ខ្ញុំប្រមូលកម្លាំងចុងក្រោយលូនទៅជិតរាងកាយវាសង្ឃឹមថានឹងបានបឺតទឹកដោះមួយមាត់ប៉ុន្តែអ្វីទាំងអស់នេះគ្រាន់តែជាការអត់ប្រយោជន៍សកម្មភាពរបស់ខ្ញុំមិនត្រឹមតែមិនធ្វើឲ្យពួកគេអាណិតទេបែរជាទាក់ទាញការប្រព្រឹត្តកាន់តែសាហាវដើម្បីកុំឲ្យខ្ញុំរត់គេចកំភ្លៀងរបស់ពួកគេធ្លាក់ចុះដោយដំណក់ទឹកភ្លៀងមកលើរាងកាយខ្ញុំអាចមានអារម្មណ៍ថាឆ្អឹងរបស់ខ្ញុំកំពុងបាក់បែកយ៉ាងលឿនខ្ញុំមិនអាចឈរបានទៀតទេរាល់ពេលប្រឹងប្រែងលើករាងកាយសុទ្ធតែនាំមកនូវការឈឺចាប់យ៉ាងខ្លាំងខ្ញុំខំប្រឹងរត់គេចពីមាត់ខ្លាឃិនប៉ុន្តែមិននឹកស្មានថាលទ្ធផលត្រូវមកស្លាប់ក្នុងដៃសាច់ញាតិខ្លួនឯងបែបនេះសោះស្រាប់តែពេលនោះសំឡេងក្រហមយ៉ាងខ្លាំងបានបន្លឺឡើងពេញផ្ទៃមេឃយប់គ្មានមាតាណាម្នាក់អាចឈរមើលកូនត្រូវគេធ្វើបាបបានឡើយទោះបីជាកូនដែលធ្លាប់ត្រូវនាងបោះបង់ចោលក៏ដោយឃើញម៉ាក់លេចមុខមកខ្ញុំហាក់ដូចជាភ្លេចការឈឺចាប់ទាំងអស់ដើរដោយខ្វិនខ្វាក់ទៅរកនាងនៅពេលម៉ាក់ប្រើច្រមុះលិតក្បាលតូចរបស់ខ្ញុំស្រាលភាពអន់ចិត្តទាំងអស់ហាក់ដូចជារលាយបាត់ក្នុងខណៈពេលនេះគ្មានកូនតណានឹងបន្ទោសម៉ាក់ខ្លួនឯងទេទោះបីជានាងធ្លាប់បោះបង់ខ្លួនក៏ដោយអាចទទួលបានភាពកក់ក្ដៅពីម៉ាក់ម្ដងទៀតខ្ញុំស្ទើរតែស្ងប់ចិត្តទៅហើយប៉ុន្តែក្រុមបងប្រុសជីដូនមួយដែលមិនស្គាល់ល្អអាក្រក់នោះបែរជាចូលមកចិត្តទៀតស្ដារចង់បានប្រដាប់ក្មេងលេងនេះត្រឡប់ទៅវិញសកម្មភាពពួកគេបានធ្វើឲ្យម៉ាក់ខឹងយ៉ាងខ្លាំងនាងបានក្រហមដាក់ក្រុមតពេញវ័យក្មេងទាំងនោះខ្ញុំជាលើកដំបូងបានទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ម្ដាយយ៉ាងពិតប្រាកដអារម្មណ៍នេះពិតជាកក់ក្ដៅណាស់ហើយក៏ជាខណៈពេលរីករាយបំផុតក្នុងជីវិតខ្ញុំដែរខ្ញុំដើរតាមជំហានរបស់ម៉ាក់ដោយខ្វិនខ្វាក់ដើរបានប៉ុន្មានជំហានក៏ដួលម្ដងទោះជាដើរមិនត្រង់ផ្លូវប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តណាស់នោះជាអ្វីដែលខ្ញុំគិតយ៉ាងសាមញ្ញថាថ្ងៃដ៏លំបាកបំផុតបានកន្លងផុតទៅហើយប៉ុន្តែមិនដឹងថាសុបិនអាក្រក់ពិតប្រាកដទើបតែចាប់ផ្ដើមនោះទេបទពិសោធន៍ដ៏ឈឺចាប់កាលពីយប់មិញបានធ្វើឲ្យត្រគាកនិងឆ្អឹងខ្នងរបស់ខ្ញុំរងរបួសខ្ញុំរកឃើញថាខ្លួនឯងស្ទើរតែមិនអាចដើរបានឡើយរាល់ពេលផ្លាស់ទីមួយជំហានសុទ្ធតែនាំមកនូវការឈឺចាប់យ៉ាងខ្លាំងអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់ជាងនេះគឺបងប្អូនរបស់ខ្ញុំហាក់ដូចជាមានការយល់ព្រមអ្វីមួយចាត់ទុកខ្ញុំដូចជាខ្យល់អាកាសសូម្បីតែមើលមកខ្ញុំមួយភ្នែកក៏មិនមើលផងខ្ញុំងាកក្បាលទៅវិញដោយក្តីអន់ចិត្តសង្ឃឹមថានឹងទទួលបានការលួងលោមពីម៉ាក់ប៉ុន្តែអ្វីដែលខ្ញុំឃើញគឺផ្ទៃមុខដ៏ត្រជាក់ត្រជុំជាងមុនទៅទៀតខ្ញុំឈរថ្មឹងនៅកន្លែងមិនអាចបែងចែកបានថាសេចក្តីស្រឡាញ់ដ៏ខ្លីកាលពីយប់មិញជាការពិតឬជាសុបិនក្រោយមកទើបខ្ញុំដឹងថាម៉ាក់ពិតជាបានសម្រេចចិត្តបោះបង់ខ្ញុំចោលទាំងស្រុងហើយចំពោះនាងលទ្ធផលរបស់ខ្ញុំត្រូវបានកំណត់រួចហើយនាងមិនចង់ខាតបង់កម្លាំងលើអ្នកដែលត្រូវគេជំរុះចោលឡើយយ៉ាងណាមិញកូន5ក្បាលផ្សេងទៀតដែលរឹងមាំគឺជាក្តីសង្ឃឹមនាពេលអនាគតរបស់ហ្វូងតោខ្ញុំដែលនៅក្មេងមិនបានដឹងថាជីវិតរបស់ខ្លួនត្រូវបានគេផ្តន្ទាទោសប្រហារជីវិតរួចទៅហើយនៅពេលខ្ញុំដើរទៅជិតម៉ាក់ដោយខ្សោយចង់ផឹកទឹកដោះដើម្បីព្យាបាលរបួសម៉ាក់បែរជាចេញធ្មេញព្រួយព្រមានមិនឲ្យខ្ញុំចូលចិត្តឡើយប៉ុន្តែព្រំលិខិតសំបីតែឱកាសដកដង្ហើមឲ្យស្រួលក៏មិនឲ្យខ្ញុំដែររបួសរបស់ខ្ញុំមិនទាន់ជាសះស្បើយផងហ្វូងតោក៏ចាប់ផ្ដើមផ្លាស់ទីម្ដងទៀតខ្ញុំមិនអាចដើរទាន់ល្បឿនរបស់ហ្វូងធំបានឡើយប៉ុន្តែក្នុងគ្រួសារទាំងមូលគ្មានសាច់ញាតិណាម្នាក់សុខចិត្តឈប់រងចាំខ្ញុំទេទោះបីជាខ្ញុំប្រឹងប្រែងដេញតាមយ៉ាងណាក៏ដោយប៉ុន្តែស្រមោលរបស់ពួកគេនៅតែបាត់កំបាំងនៅចុងវាលស្មៅខ្ញុំត្រូវគេបោះបង់ចោលម្ដងទៀតហើយទោះជាយ៉ាងណាទោះបីជាពិភពលោកទាំងមូលបោះបង់ខ្ញុំក៏ដោយក៏ខ្ញុំដាច់ខាតមិនបោះបង់ខ្លួនឯងដែរខ្ញុំទ្រាំទ្រនឹងការឈឺចាប់យ៉ាងខ្លាំងដេញតាមទីដៅដែលហ្វូងតោចាក់ចេញដោយខ្វិនខ្វាក់មិនហ៊ានឈប់មួយភ្លែតឡើយខ្ញុំដឹងថាខ្លួនឯងរត់មិនលឿនទេអញ្ចឹងត្រូវតែប្រឹងប្រែងទ្វេដងខិតខំខិតទៅមុខបន្តិចម្ដងចុងក្រោយនៅពេលហ្វូងតោឈប់សម្រាកខ្ញុំបានដេញតាមទាន់ក្រុមធំដោយជោគជ័យប៉ុន្តែម៉ាក់តាំងពីដើមដល់ចប់មិនដែលងាកមកមើលខ្ញុំមួយភ្នែកឡើយនៅពេលខ្ញុំត្រៀមសម្រាប់បន្តិចហ្វូងតោក៏ចាប់ផ្ដើមចេញដំណើរទៀតភាពឃ្លាននឹងការល្វើយដូចជាភ្នំពីរមកសង្កត់លើរាងកាយខ្ញុំកាន់តែខ្សោយទៅស្ថានភាពជើងខ្វិនក៏កាន់តែធ្ងន់ធ្ងរប៉ុន្តែខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ខ្លាចថាម៉ាក់នឹងបោះបង់ខ្ញុំចោលម្ដងទៀត
ប៉ុន្តែការរត់រយៈពេលយូររាងកាយខ្ញុំបានឈានដល់ចំណុចបាក់បែកសូម្បីតែដើរខ្សែត្រង់ក៏មិនអាចធ្វើបានដែររាងកាយខ្ញុំតែងតែត្រៀងទៅខាងប្រហែលជាពេលនេះបានផឹកទឹកដោះមួយមាត់អាចជួយសង្គ្រោះជីវិតខ្ញុំបានប៉ុន្តែម៉ាក់មិនដែលឈប់ជើងឡើយខ្ញុំបានត្រឹមតែប្រាប់ខ្លួនឯងម្ដងហើយម្ដងទៀតថាដាច់ខាតមិនត្រូវដួលឡើយចុងក្រោយខ្ញុំបានកែតម្រូវទិសដៅដោយជោគជ័យខ្ញុំដែលជាកូនតអាយុមិនទាន់បាន2ខែផងបានយកឈ្នះដែនកំណត់រាងកាយដោយសារឆន្ទៈគួរតែអបអរសាទរឬគួរឲ្យអាណិតទៅសូម្បីតែខ្លួនឯងក៏មិនដឹងថាអត់ធ្មត់ឆ្លងផុតមកដោយរបៀបណាដែរលើកនេះខ្ញុំមានសំណាងណាស់ដែលបានមកទាន់ពេលម៉ាក់ឲ្យទឹកដោះខ្ញុំដែលឃ្លានខ្លាំងបានរត់ទៅមុខរៀបនិងលួចផឹកបន្តិចប៉ុន្តែគ្រាន់តែចូលចិត្តម៉ាក់ក៏ក្រោកឈរឡើងដោយមិនអត់ធ្មត់បងប្អូនឯទៀតកំពុងពួនក្នុងរង្វង់ដៃម៉ាក់ផឹកទឹកដោះខ្ញុំបានត្រឹមតែឈរមើលទាំងភ្នែកចំបន្ទាប់ពីប្រមូលកម្លាំងចិត្តខ្ញុំបានឡើងទៅសាកល្បងម្ដងទៀតប៉ុន្តែកំភ្លៀងដ៏គ្មានមេត្តាបានវាយកំទេចក្តីសង្ឃឹមចុងក្រោយរបស់ខ្ញុំការបដិសេធនិងការបោះបង់ជាបន្តបន្ទាប់បានធ្វើឲ្យខ្ញុំយល់ច្បាស់ពីការពិតខ្ញុំបានក្រាបចុះដោយក្តីកំសត់ការឈឺចាប់រាងកាយមិនស្មើនឹងរបួសក្នុងចិត្តឡើយខ្ញុំអាចទ្រាំទ្រនឹងការរើសអើងរបស់បងប្អូនក៏អាចទ្រាំទ្រនឹងការជិះជាន់របស់ហ្វូងតោប៉ុន្តែមិនអាចទទួលយកការពិតដែលថាម៉ាក់មិនស្រឡាញ់ខ្ញុំឡើយមិនដឹងថាខ្លួនឯងអាចអត់ធ្មត់បានយូរប៉ុណ្ណាទៀតទេការដាច់ចិត្តរបស់ម៉ាក់កំពុងរុញច្រានខ្ញុំទៅកាន់ជ្រោះជ្រៅនៃភាពអស់សង្ឃឹមបន្តិចម្ដងផ្លូវផ្លាស់ទីនៅតែបន្តហ្វូងតោរៀបនឹងឆ្លងកាត់ទន្លេដ៏គ្រោះថ្នាក់មួយក្រោមការជួយជ្រោមជ្រែងពីម៉ាក់កូនតោទាំងអស់បានឆ្លងទន្លេដោយសុវត្ថិភាពមានតែខ្ញុំម្នាក់គត់ដែលត្រូវគេបោះបង់ចោលនៅលើចំណុចចោតដោយគ្មានទីពឹងខ្ញុំច្បាស់ជាបានប្រឹងប្រែងខ្លាំងណាស់ទៅហើយប៉ុន្តែនៅតែមិនអាចដើរទាន់ល្បឿនពួកគេដែរដោយគ្មានការជួយជ្រោមជ្រែងពីចាស់ទុំកូនតោដូចជាខ្ញុំស្ទើរតែមិនអាចឆ្លងទន្លេតែម្នាក់ឯងបានឡើយកាន់តែពិសេសគឺមានក្រពើកំពុងរង់ចាំក្នុងទឹកប៉ុន្តែហ្វូងតោបានត្រឹមតែឈរមើលពីចម្ងាយគ្មានបំណងលាតដៃជួយឡើយខ្ញុំដែលគ្មានផ្លូវជ្រើសរើសបានត្រឹមតែប្រកបដោយក្តីសង្ឃឹមចុងក្រោយសាកល្បងឆ្លងទន្លេដោយខ្លួនឯងម៉ាក់នៅត្រើយម្ខាងស្រាប់តែក្រហមឡើងនាងកំពុងប្រមានខ្ញុំកុំឲ្យឆ្លងមកប៉ុន្តែពេលនេះក្នុងចិត្តខ្ញុំមានតែចង់ត្រឡប់ទៅជិតម៉ាក់វិញខ្ញុំដែលខ្វះបទពិសោធន៍បានជ្រើសរើសផ្លូវដ៏ខុសមួយដើរបានប៉ុន្មានជំហានក៏ត្រូវជាប់គាំងនៅចន្លោះជ្រោះជ្រៅប្រសិនបើលោតចុះទៅជីវិតខ្ញុំប្រហែលជានឹងបញ្ចប់ត្រឹមនេះខ្ញុំបានត្រឹមតែប្រើសម្លេងស្រែកប្រាប់ម៉ាក់ថាខ្ញុំពិតជាចង់រស់នៅបន្តណាស់ខ្ញុំអាចមានអារម្មណ៍យ៉ាងច្បាស់ថាចិត្តរបស់ម៉ាក់កំពុងរង្គោះរង្គើដោយសារការហៅរបស់ខ្ញុំនៅពេលខ្ញុំហៅលើកទី8សភាវកិច្ចមាតាក៏បានយកឈ្នះច្បាប់រស់រានមានជីវិតដ៏សាហាវនាងបានត្រឡប់មកចិត្តកូនពិការរូបនេះវិញម៉ាក់បានពំខ្ញុំដែលជាកូនត្រូវគេបោះបង់ចោលដោយប្រុងប្រយ័ត្នខ្លាចថាខ្ញុំនឹងត្រូវរបួសដែរខ្ញុំនៅក្នុងមាត់ម៉ាក់បានធំក្លិនទឹកដោះដ៏ស្គាល់ទទួលរងនៅសេចក្តីស្រឡាញ់ដែលបាត់បង់ជាយូរមកហើយនេះជាការប៉ះពាល់ជិតស្និទ្ធបំផុតរវាងពួកយើងម្ដាយកូនចាប់តាំងពីកើតមកក្រោមការជួយជ្រោមជ្រែងពីម៉ាក់ខ្ញុំចុងក្រោយបានឆ្លងទន្លេដោយរលូនត្រឡប់ទៅកាន់ហ្វូងតោវិញប៉ុន្តែខ្ញុំមិនហ៊ានទាមទារទឹកដោះពីម៉ាក់ទៀតទេដើម្បីបំបត្តិការឃ្លានខ្ញុំបានរត់ទៅច្រាំងទន្លេផឹកទឹកល្អក់ធំក្នុងវ័យដែលគួរតែផឹកទឹកដោះខ្ញុំបែរជាបានត្រឹមតែអាស្រ័យលើទឹកទន្លេដើម្បីរស់ខ្ញុំផឹកទឹកយ៉ាងច្រើនក្នុងពេលតែមួយរហូតដល់ពុះប៉ោងមិនអាចផ្ទប់បានទៀតទើបដើររវើវីចាក់ចេញពីច្រាំងទន្លេឡើងច្រាំងខ្ញុំក៏ឃើញម៉ាក់កំពុងក្រាបលើដីឲ្យបងប្អូនផឹកទឹកដោះខ្ញុំស្ទាក់ស្ទើរមួយសន្ទុះជើងក៏ដើរទៅរកនាងដោយមិនដឹងខ្លួនគ្មានកូនតណានឹងបដិសេធការតាក់ទាញនៃទឹកដោះឡើយខ្ញុំប្រកបដោយបេះដូងភ័យខ្លាច slowly ខិតទៅជិតម៉ាក់ខ្លាចថានឹងធ្វើឲ្យនាងមិនសប្បាយចិត្តលើកនេះម៉ាក់មិនបានបដិសេធខ្ញុំទេនាងហាក់ដូចជាបានរកឃើញទំនុកចិត្តលើរូបខ្ញុំវិញទោះបីជាមិនទាន់បានផឹកឆ្អែតម៉ាក់ក៏ក្រោកឈរចាក់ចេញប៉ុន្តែខ្ញុំលែងហ៊ានលោភលន់ទៀតហើយអាចត្រឡប់មកក្នុងរង្វង់ដៃម៉ាក់វិញសម្រាប់ខ្ញុំគឺជាសេចក្តីសុខដ៏ធំបំផុតទៅហើយខ្ញុំលិតក្លិនទឹកដោះដែលនៅសល់លើមាត់មិនឈប់នឹកដល់សេចក្តីស្រឡាញ់ដែលបាត់បង់ជាយូរមកហើយនោះចាប់ពីពេលនេះទៅពេលវេលាដ៏ងឹតបំផុតចុងក្រោយបានកន្លងផុតទៅហើយអនាគតរបស់ខ្ញុំចាប់ផ្ដើមដើរឆ្ពោះទៅកាន់ទិសដៅភ្លឺស្វាងយ៉ាងលឿនហ្វូងតោក៏បានឈានជើងចូលទៅកាន់ដំណើរថ្មីមួយទៀតទោះបីជាខ្ញុំនៅតែជាអ្នកដើរយឺតបំផុតក៏ដោយប៉ុន្តែក្នុងចិត្តលែងមានភាពភ័យខ្លាចទៀតហើយនៅពេលខ្ញុំត្រូវគេទុកចោលនៅខាងក្រោយម្ដងទៀតរឿងអស្ចារ្យបានកើតឡើង
កូនតោមួយក្បាលក្នុងក្រុមបានឈប់ជើងហាក់ដូចជាកំពុងរង់ចាំខ្ញុំបន្ទាប់មកគឺក្បាលទី2ក្បាលទី3គ្រួសារទាំងមូលហាក់ដូចជាមានការយល់ចិត្តគ្នាបានឈប់ជើងក្នុងពេលតែមួយឆាកនេះបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងប្រែថាឲ្យតែខិតខំនិងរឹងមាំគ្រប់គ្រាន់ពិភពលោកពិតជានឹងឈប់ចាំអ្នកហើយ EMO អបប្រសពអ្នកជួយចុច like share comment និង subscribe channel របស់យើងម្នាក់មួយផង